រឿងក្បាច់គុណកណ្ដូបបុកស្រូវមានក្មេងប្រុសដ៏ស្លូតម្នាក់ដែលជាអ្នកដាំស្រូវនៅភូមិដោយសារតែភាពស្លូតបូតរបស់គេទើបបែបនេះហើយបានជាក្មេងនៅក្នុងភូមិបានចូលចិត្តធ្វើបាបក្មេងដាំស្រូវនោះឆាប់ដល់ហើយយើងទៅកុំចាប់ចងយើងបែបនេះអីយើងមិនដោះលែងឯងនោះទេឯងចង់ធ្វើឲ្យយើងតែឯងមានប្រាក់ទេឆាប់យកចេញមកទេយើងមិនមានប្រាក់នោះទេទោះយើងមានក៏យើងយកឲ្យឯងមិនកើតដែរព្រោះឯងចង់ចំណងយើងជាប់បាត់ទៅហើយកុំនិយាយច្រើនពេកស៊ីកណ្ដាប់ដៃយើងទៅខណៈពេលនោះមានកណ្ដូបយក្សមួយចេញមកធ្វើឲ្យក្មេងប្រុសទាំងពីរនាក់នោះភ័យយ៉ាងខ្លាំងហើយក្មេងប្រុសម្នាក់បានរត់ទៅមុនបាត់ហើយទុកឲ្យក្មេងប្រុសដាំស្រូវនៅទីនេះម្នាក់ឯងមកវិញមកឆាប់ត្រឡប់មកស្រ័យចំណងយើងសិនមកឆាប់ត្រឡប់មកវិញមកកណ្ដូបបានកាត់ផ្ដាច់ចំណងក្មេងប្រុសនោះកណ្ដូបយក្សអើយសូមកុំធ្វើបាបខ្ញុំអីខ្ញុំមិនធ្វើបាបលោកទេតើឯងភ័យរឿងអីហាយើងមិនធ្វើបាបអីនោះទេហើយក៏មិនដែលធ្វើបាបមនុស្សឡើយបើអញ្ចឹងធូរទ្រូងតិចហើយចុះឯងមកទីនេះធ្វើអីយើងឃើញគេធ្វើបាបឯងនឹងដល់បានជាមកជួយឯងយើងមិនដែលជួយឯងនោះទេហេតុអីក៏ឯងមកជួយយើងគឺមកពីឯងទៅភ្លេចហើយកាលយើងនៅតូចយើងបានទៅរកស៊ីស្មៅនៅក្នុងស្រូវរបស់ឯងហើយឯងមិនធ្វើបាបយើងនោះទេអូអញ្ចឹងទេហើយឯងត្រូវក្មេងទាំងនោះធ្វើបាបឲ្យរាល់ថ្ងៃបែបទេសឹងតែជាទម្លាប់ទៅហើយឲ្យតែពួកគេបានជួបខ្ញុំដឹងតែត្រូវទ្រាំខ្លួនហើយកុំបារម្ភអីយើងនឹងជួយឯងតើចង់ទៅកន្លែងយើងរស់នៅទេបានយើងចង់ទៅតើយើងកណ្ដូបបាននាំក្មេងប្រុសទៅពិភពរបស់ខ្លួនរស់នៅអូទីនេះពិតជាប្លែកណាស់ត្រូវហើយវាជាពិភពរបស់យើងរស់នៅបើនោះមិនស្គាល់ទីនេះទេយើងមានសំណួរចង់សួរឯងខ្លះហេតុអីបានជាគេហៅឯងថាកណ្ដូបបុកស្រូវអញ្ចឹងតើឯងស៊ីស្រូវជាអាហារមែនទេមិនមែនទេយើងមិនដែលបុកស្រូវនោះទេហើយក៏មិនដែលស៊ីដែរយើងក៏មិនដឹងហេតុអីក៏មនុស្សហៅយើងអញ្ចឹងដែរហើយមួយទៀតឯងយប់ឡើងដើរលួចមើលគេដេកមែនទេហេតុអីពេលដែលមនុស្សជួបពួកឯងមានគេសួរថាពួកគេដេកយ៉ាងម៉េចគ្រប់គ្នាអញ្ចឹងរឿងនេះយើងកាន់តែឆ្ងល់ទៀតហើយយើងធុញពួកគេណាស់ឲ្យតែជួបសួរបែបនឹងរហូតធ្វើមើលតែយើងនឹងទំនេរដាស់ចឹងដើរមើលពួកគេដេកនោះខ្ញុំគ្រាន់តែឆ្ងល់នោះទេមានខ្យងយក្សមួយបានចេញមកមានខ្យងធំណាស់មិនដែលឃើញខ្យងអាណាធំយ៉ាងនេះទេត្រូវហើយគ្រប់សត្វនៅទីនេះមានមេធំទាំងព្រោះខ្ញុំធ្លាប់តែឃើញខ្យងដូចជាលោកប៉ុនកដៃខ្ញុំប៉ុណ្ណោះមិនដែលឃើញមានមៀតអញ្ចឹងនោះទេហើយនិយាយទៅបងកណ្ដូបនាំក្មេងប្រុសនេះឲ្យមកធ្វើអីខ្ញុំនាំក្មេងប្រុសម្នាក់នេះមកដើម្បីបង្រៀនក្បាច់គុណដល់គេដើម្បីកុំឲ្យមានគេធ្វើបាបក្មេងប្រុសម្នាក់នេះទៀតមិនអីនោះទេចាប់ខ្ញុំជួយធ្វើអាវុធមួយឲ្យគេឥឡូវនេះខ្ញុំទៅសិនហើយឥឡូវធ្វើអ្វីដែលយើងបង្រៀនដំបូងគឺការប្រើដៃរបស់យើងត្រូវហាត់ដើម្បីវាយទៅលើគូប្រកួតរបស់យើងកណ្ដូបបានពន្យល់ក្មេងប្រុសនោះដោយប្រុងប្រយ័ត្ន
ដើម្បីឲ្យក្មេងប្រុសងាយស្រួលយល់ថ្ងៃមួយក្មេងប្រុសដាំស្រូវបានជួបក្មេងដែលតែងតែធ្វើបាបរូបគេណៃតើឯងទៅណាយេឯងមានលឺយើងសួរឯងដែរទេឆាប់ជិះផ្លូវយើងទៅអីយ៉ាហ៊ានបញ្ជាយើងផងយើងមិនចង់ធ្វើបាបឯងនោះទេចេញទៅចេញមិនក៏ឯងថ្លើមធំយ៉ាងនេះហ៊ានថាយើងផងហិចយើងនឹងប្រដៅឯងឲ្យទ្រុំខ្លួនម្ដងថ្ងៃនេះយើងត្រូវតែប្រដៅឯងឲ្យបានទើបយើងនេះអស់ចិត្តហឹបហិចហិចហឹបហិចចូលមកក្បាច់កណ្ដូបបុកស្រូវអូហូបញ្ចេញក្បាច់កណ្ដូបបុកស្រូវផងយេទោះបុកដល់អង្គក៏យើងមិនខ្លាចឯងដែរហិចគ្រាន់តែក្មេងប្រុសជាអ្នកដាំស្រូវបញ្ចេញតែមួយក្បាច់តែប៉ុណ្ណោះធ្វើឲ្យក្មេងប្រុសម្នាក់នោះដួលទៅលើដីយ៉ាងទ្រាំខ្លួនអូយយោឈឺដាស់អូយហេតុអីក៏ឯងខ្លាំងយ៉ាងនេះបែកតែប្រហែលថ្ងៃសោះថ្ងៃនេះជាលទ្ធផលដែលឯងធ្វើបាបយើងថ្ងៃក្រោយណែកុំមកចង់ធ្វើបាបយើងទៀតឯងឮទេចាប់ពីពេលនោះមកក្មេងដែលតែងតែធ្វើបាបរូបគេមិនអាចធ្វើអ្វីគេបានទៀតឡើយចំណែកឯនៅភូមិនោះប្រភពទឹកដែលអ្នកភូមិប្រើគឺបានមកពីរូងភ្នំមួយនៅក្នុងរូងភ្នំនោះមានបិសាចអាគីមួយរស់នៅក្នុងរូងនោះអូទឹកនៅក្នុងរូងភ្នំនេះថ្ងៃណាមួយវានឹងអស់អញ្ចឹងយើងត្រូវតែទប់វាខ្លះមិនឲ្យចេញពីរូងទាំងអស់នោះទេថ្ងៃបន្ទាប់មកទឹកដែលសម្រាប់អ្នកភូមិប្រើប្រាស់កាន់តែថយបន្តិចទៅហើយដាំដំណាំរបស់ពួកគេបានចាប់ផ្ដើមក្រៀមក្រំបន្តិចម្ដងហេតុអីបានជានៅសុកស្រាប់តែទឹកថយចុះអញ្ចឹងខ្ញុំត្រូវតែទៅរកបញ្ហាឲ្យឃើញក្មេងប្រុសបានឡើងទៅដល់មាត់រូងភ្នំនោះអូតាមពិតទៅមកពីថ្មនេះសោះហើយចុះអ្នកណាអីក៏ទំនេរម្លេះលើកថ្មមកទប់មាត់ច្រកទឹកកំពុងហូរអញ្ចឹងពិតជាគួរឲ្យខឹងមែនដល់ពេលដែលត្រូវបញ្ចេញកម្លាំងទាញដែលហាត់ពីកណ្ដូបយក្សហើយក្មេងប្រុសមានកម្លាំងដ៏ខ្លាំងដើម្បីទាញថ្មនោះចេញមកបន្ទាប់ពីទាញហើយទឹកក៏បានហូរដូចដើមវិញបន្ទាប់មកក្មេងប្រុសក៏បានដើរចូលទៅក្នុងរូងភ្នំនោះហេតុអីក៏ទឹកហូរចេញពីទីនេះចឹងមិនងាយមាននរណាអាចមានកម្លាំងទាញថ្មដែលយើងទប់ទឹកនោះបានទេក្មេងប្រុសក៏បានមកដល់តើឯងមកទីនេះធ្វើស្អីហើយឯងជាអ្នកណាខ្ញុំគឺជាអ្នកដាំស្រូវតើលោកជាអ្នកទប់ទឹកនេះមែនដែរទេត្រូវហើយឯងជាអ្នកទាញថ្មនោះចេញតើមែនទេត្រឹមត្រូវហើយអូមិនអាចនោះទេគ្រាន់តែជាក្មេងតូចម្នាក់សោះទាញវាចេញបានឯងកុហកយើងមែនទេហេតុអីក៏លោកធ្វើបែបនេះតើលោកមានដឹងទេថាលោកទប់អញ្ចឹងវាមានការប៉ះពាល់ដល់មនុស្សជាច្រើនដែលរស់នៅទីនេះតើលោកមានដឹងទេយើងមិនខ្វល់នោះទេព្រោះទីនេះវាជាកន្លែងរបស់យើងចង់ធ្វើអីស្រេចតែយើងចេញទៅបើមិនចង់ស្លាប់ទេហេតុអីក៏លោកអាត្មានិយមម្លេះដើម្បីតែខ្លួនឯងធ្វើឲ្យគេនឹងពិបាកអញ្ចឹងហ៎បានឆាប់ចេញឲ្យឆ្ងាយទៅកុំនិយាយច្រើនពេកបើមិនចង់ជឿខ្លួនទេថយចេញទៅទេខ្ញុំមិនតាណាទេលុះត្រាតែលោកឈប់ធ្វើវាតែថាយើងមិនបានប្រាប់យើងមិនចង់ធ្វើបាបកូនក្មេងដូចជាឯងនោះទេឆាប់ចេញទៅវិញទៅទេខ្ញុំមិនទៅបីសាញអាគីបានធ្វើឲ្យក្មេងប្រុសនោះរបួសក្មេងប្រុសក៏ចេញពីរូងភ្នំនោះហើយទៅរកកណ្ដូបយក្សមកជួយពេលទៅដល់ក្
ក្មេងប្រុសបានពន្យល់រឿងដែលកើតឡើងនោះឲ្យកណ្ដូបជាបានដឹង អូពិតជាមានរឿងចឹងកើតឡើងចឹងផងហ៎មិនអីទេយើងនឹងជួយឯង អូឈប់សិនក្មេងតូចយកអាវុធនេះទៅប្រើទៅយើងធ្វើវារួចហើយកណ្ដូបនិងក្មេងប្រុសបានមកសារជាថ្មី ប៉ុណ្ណឹងមិនរៀងទៀតនៅនាំសត្វកណ្ដូបមកជាមួយទៀតទេលោកឆាប់បើកទឹកឲ្យគេប្រើប្រាស់ទៅបើលោកមិនបើកទេមនុស្សនៅក្នុងភូមិនឹងស្លាប់ជាមិនខាននោះទេបើកទឹកឥឡូវទៅគ្រាន់តែជាកណ្ដូបធំតែមានអត់ប្រយោជន៍ចង់មកបញ្ជាយើងផងឯងចូលមកបើចង់ខ្លាចជាកណ្ដូបដុតឬក៏កណ្ដូបលីង បិសាចអាគីបានប្រយុទ្ធគ្នាជាមួយកណ្ដូបយក្សហើយកណ្ដូបយក្សបានរងរបួសយ៉ាងខ្លាំងបងកណ្ដូបយកមកទៅហើយបងគុំកាត់អីឲ្យសោះណាបងកណ្ដូបយ៉ាងម៉េចហើយអាក្មេងតូចតើឯងចង់ប្រយុទ្ធជាមួយយើងទៀតមែនដែរទីហ៎ បើចង់ស្លាប់ជួលមកក្មេងប្រុសបានប្រយុទ្ធជាមួយនឹងមនុស្សអាគីនោះដោយប្រើអាវុធដែលខ្យងនោះផលិតឲ្យដោយសារទឹកចិត្តប្រឹងប្រែងរបស់ក្មេងនោះទើបធ្វើឲ្យរូបគេប្រយុទ្ធឈ្នះបិសាចអាគីនោះចុងក្រោយក្មេងប្រុសបានទទួលជ័យជំនះនោះលើបិសាចអាគីហើយបានបើកប្រភពទឹកចេញមកវិញដើម្បីឲ្យមនុស្សនៅក្នុងភូមិប្រើប្រាស់វិញហើយពួកគេក៏បានក្លាយជាវីរបុរសនៅក្នុង